សួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើចន្ទាយន្តនៅក្នុង Minecraft ចាំខ្ញុំបង្រៀនចូលវគ្គខ្ញុំធ្វើចន្ទាយន្តគឺចាំមើលរូបរាងតិចទៀតនេះរូបរាងវាអញ្ចឹងជាដំបូងយើងត្រូវអានេះផ្កកអីក៏បានដែរហើយយើងត្រូវការផ្កកនេះតមកផ្កកនេះចុយបាត់ផ្កកហ្នឹងផ្កកនេះមកហើយទឹកហើយនេះអ្នកនរគ្នាចង់ដាក់ផ្កកអីក៏បានដែរស្រេចចិត្តអានេះឈើក៏បានអីក៏បានដែរស្រេចចិត្តយើងចំពោះកម្ពស់ចង់ដាក់កម្ពស់ប៉ុន្មានក៏បានដែរចំពោះខ្ញុំដាក់5ផ្កកទីនេះគឺងាយស្រួលដែរទេខ្ញុំអនុវត្តតាមគេដែរខ្លាចអ្នកទាំងអស់គ្នាដឹងដែរបើអ្នកទាំងអស់គ្នាតាមដាននេះកុំភ្លេច Subscribe ចុងកណ្ដុំឆែប Subscribe YouTube អ្នកមួយនេះយើងតមកយើងវាយដីចេះមកតមកយើងដាក់អានេះនឹងចុយតមកយើងដាក់អានេះនឹងថ្ងៃនេះមកដាក់នេះថ្ងៃនេះមកមិនដាក់ផ្កកដែកតានេះផ្កកដែកតាមថ្ងៃមិញតាមខ្ញុំឯងដាក់តាផ្កកដែកនេះមកតមកយើងចាក់ទឹកឲ្យគ្រប់ផ្កកអ្នកទាំងអស់គ្នាចាក់ទឹកឲ្យគ្រប់ផ្កកផ្កកនេះក៏ចឹងដែរខាងក្រៅអត់ចាក់ទេចាក់តែប្រឹងទេតែប៉ុណ្ណឹងដាក់ព្រិលមកដាក់អាដែងផ្កកនេះដូចគ្នាហ្នឹងហើយគ្នាយើងបន្តមកដាក់ទឹកមកតមកយើងដាក់ផ្កកដែកនេះមកឲ្យវាយចោលវិញតែប៉ុណ្ណឹងមករីកការស្រេចមកខ្ញុំឡើងឲ្យមើលឃើញបងប្អូនឃើញអានេះចុះវិញឃើញស្រួលបងប្អូនអាចយកទៅអនុវត្តបានរូបរាងវាអត់មានខុសគ្នាទេរូបរាងវាអាចយកទៅអនុវត្តបានអ្នកទាំងអស់គ្នាចង់អនុវត្តយើងតរអានេះនៅឋាននរកឲ្យបាននេះរកអានេះរកហ្នឹងតមកយើងរកអានេះមកអានេះក៏នៅតាមតំបន់អានេះនៅតាមតំបន់ទឹកក្នុងទឹកជីស្រោកទូកយើងទៅជាពិសេសនៅរូងភ្នំណាមានទឹកនឹងមានអាហ្នឹងឯងអាដែកនេះវិញចង់ដាក់ផ្កកអីក៏បានដែរស្រេចទៅចិត្តយើងអាដែកហ្នឹងអ្នកទាំងអស់គ្នាបើចូលចិត្តវិធីនេះអាចខមមិនបានបាទអញ្ចឹងលេងតែប៉ុណ្្នឹងទេយើងឈប់លេងបាយអ្នកទាំងអស់គ្នាបាយ